ខ្ញុំចង់សម្ដែងអំពីពិតនៅក្នុងខណៈបច្ចវេខណៈញាណនិងពិតនៅក្នុងខណៈវិបស្សនាញាណបច្ចវេខណៈញាណហ្នឹងគឺការត្រេះរិះពិចារណាពិតនៅក្នុងខណៈបច្ចវេខណៈញាណហ្នឹងគឺឧទាហរណ៍ថាភ្នែកប៉ះខ្ទប់នឹងរូបភ្នែកយើងហ្នឹងចក្ខុប្រសាទភាសាបាលីចក្ខុប្រសាទប៉ះខ្ទប់នឹងរូបជារូបារម្មណ៍ហ្នឹងជាវត្ថុរូបវត្ថុបុរេជាតិនិសយបច្ច័យប៉ះខ្ទប់ហើយទើបញ៉ាំងចក្ខុវិញ្ញាណឲ្យកើតចក្ខុវិញ្ញាណហ្នឹងគឺឃើញវិបាកនាមខណ្ឌឃើញតែមុននឹងឃើញនឹងកើតហ្នឹងគឺត្រូវមានការប៉ះខ្ទប់តាមទ្វារសិនដែលជាវត្ថុរូបជាចក្ខុប្រសាទប៉ះខ្ទប់នឹងរូបារម្មណ៍ហ្នឹងអញ្ចឹងចក្ខុប្រសាទនឹងរូបារម្មណ៍ហ្នឹងគឺពិតនៅក្នុងខណៈបច្ចវេខណៈញាណមានន័យថាយើងគិតពិចារណាថាមានភ្នែកហើយនឹងមានរូបដល់ពេលដែលវាកន្លងទៅហើយញ៉ាំងចក្ខុវិញ្ញាណឲ្យកើតហ្នឹងចក្ខុវិញ្ញាណដែលជាវិបាកនាមខណ្ឌនេះជាសង្កតធម៌ជានាមធម៌នេះទៅពិតនៅក្នុងខណៈវិបស្សនាញាណវិបស្សនាញាណហ្នឹងខណៈនៃការត្រាស់ដឹងខណៈនៃអមតៈធាតុអនុត្តរិយធាតុដែលគង់ធរមានហ្នឹងគឺជាអសង្កតធាតុនេះចាអញ្ចឹងយកឧទាហរណ៍ពីភ្នែកនិងរូបប៉ះខ្ទប់ហើយកន្លងទៅហើយទើបញ៉ាំងចក្ខុវិញ្ញាណឲ្យកើតអាហ្នឹងតាមមួយផ្នែកទៀតយើងនិយាយពីតាមទ្វារត្រចៀកសោតប្រសាទនេះប៉ះខ្ទប់នឹងសត្វទីរម្មដែលជាវត្ថុបុរេជាតិនិសយបច្ច័យហ្នឹងគឺវត្ថុរូបបុរេហ្នឹងគឺកើតមុនជាតិនិសយបច្ច័យហ្នឹងគឺជាទីអាស្រ័យជាមានន័យថាជារូបធាតុជារូបបរមត្តដែលញ៉ាំងសោតវិញ្ញាណឲ្យកើតតែរូបធម៌ហ្នឹងគឺវាប៉ះខ្ទប់ហើយវារលត់ទៅមុនហើយតែរូបធម៌ហ្នឹងគឺពិតនៅក្នុងខណៈបច្ចវេខណៈញាណហ្នឹងគឺយើងត្រេះរិះពិចារណាថាវាជារូបបរមត្តមែនដល់ពេលនៅក្នុងខណៈវិបស្សនាញាណសោតវិញ្ញាណដែលជាលឺនេះលឺហ្នឹងគឺជាសង្កតធម៌កើតឡើងក្រោយការប៉ះខ្ទប់ហ្នឹងជាតួនាមធម៌ហ្នឹងកើតហើយក៏រលត់ដែរមានអសង្កតធាតុជាទីបញ្ជាក់ដែលយើងហៅថាពិតនៅក្នុងខណៈវិបស្សនាញាណអញ្ចឹងយើងបំបែកធម៌ទាំងអស់ហ្នឹងគឺចង់ឲ្យរំលត់បងនៅសកាយតិដ្ឋិគឺសេចក្តីប្រកាន់ខ្លួនហ្នឹងកុំឲ្យថាមមតំនៅក្នុងโลกនេះដែលចាប់ប្រកាន់ថាមានខ្លួនឯងមានโลกនេះមានអ្វីគ្រប់យ៉ាងហ្នឹងថាពិតអញ្ចឹងរាល់ការប្រកាសសម្ដែងធម៌របស់អរិយទាំងឡាយហ្នឹងគឺបំបែកទាំងរូបធម៌នាមធម៌ឲ្យបានល្អិតល្អន់ចាមិនថាពិតនៅក្នុងគណៈបច្ចវេខណៈញាណក្តីឬក៏ពិតនៅក្នុងគណៈវិបស្សនាញាណក្តីនេះគឺក្នុងន័យឲ្យមកឃើញថាសកាយតិដ្ឋិនឹងគឺអត់មានអំណាចទេគឺធម៌ទាំងឡាយហ្នឹងគឺកើតឡើងអាស្រ័យបច្ច័យទេអញ្ចឹងសកាយតិដ្ឋិហ្នឹងវាអត់ចាប់ប្រកាន់មមតទៅទៀតដូច្នេះអភិសង្ខារដែលជាការតាក់តែងកម្មហ្នឹងវាលែងមានអញ្ចឹងវត្តសង្សារហ្នឹងគឺអាចចាប់នៅគណៈនេះហ្មងចាគឺចាប់ត្រឹមប៉ុណ្ណឹងហ្មងបើមានបញ្ញាចាស់ខ្លាចុះឲ្យដល់ជំរឿនៃអមតៈធម៌គណៈនេះហ្នឹងគឺច្បាស់ណាស់ថាបញ្ចប់ទៅនៅវត្តសង្សារគឺអស់ទៅនៅអភិសង្ខារអញ្ចឹងរាល់ការកម្រើកទាំងកាយក្តីវិចារក្តីចិត្តក្តីហ្នឹងនៅក្រោមកន្លងនៃអសង្កតធាតុនៃការបានឃើញហ្នឹងអញ្ចឹងរាល់សកម្មភាពទាំងឡាយហ្នឹងគេហៅថាអព្យាកតកម្មជាកម្មកិរិយាជាកម្មដែលមិនញ៉ាំងកំណត់ឲ្យកើតទៀតទេគឺអស់ត្រឹមហ្នឹងឯងដោយសារតែយើងបានឃើញទាំងកុសលក្តីទាំងអកុសលក្តីហ្នឹងគឺនៅក្រោមកន្លងនៃការបានឃើញហ្នឹងឯងចាសូមអរគុណយល់